សួស្តីអ្នកនរគ្នានេះជាវីដេអូបង្ហាញអំពីការ transfer លុយពី account មួយទៅ account មួយអញ្ចឹងជាដំបូងយើងមើល account balance របស់យើងមកយើងឃើញចំនួនទឹកលុយហ្នឹងហើយ minimum transfer $100អញ្ចឹងយើងคลิกលើ use cash transfer តោះមកយើងវាយ account ID របស់គេមក account ID ដែលយើងចង់ផ្ញើលុយទៅឲ្យគេហើយយើង verify មើលតើឈ្មោះនឹងត្រូវឬក៏អត់អញ្ចឹងយើងមើលលេខហ្នឹងហើយបន្ទាប់មកយើងវាយចំនួនទឹកលុយឥឡូវយើងផ្ញើ128ហើយ withdraw password យើងវាយ withdraw password គេមកនេះ withdraw password របស់យើងណាអញ្ចឹងយើងវាយចំនួនទឹកលុយចំនួនវាយ withdraw password ហើយវាយaccount ID ដែលយើងចង់ផ្ញើលុយទៅឲ្យអញ្ចឹងដើម្បីកុំឲ្យខុសយើងត្រូវ verify មុននឹងយើង transfer តោះមកយើងคลิกលើ transfer success ហើយបន្ទាប់មកយើងคลิกទៅលើ report ហើយនឹង withdraw transfer report transfer report នេះគឺចំនួនទឹកលុយដែលយើងផ្ញើចេញទៅឲ្យគេផ្ញើនៅថ្ងៃណា transfer ទៅអ្នកណាគេចំនួនទឹកលុយប៉ុន្មាននេះ account របស់យើងអស់ហើយ